រឿងជ្រូកតូចទាំង3មានពេលមួយជ្រូក3ក្បាលចេញទៅសង់ផ្ទះរៀងខ្លួនពួកគេចង់មានសុវត្ថិភាពនិងសប្បាយរីករាយប៉ុន្តែពួកគេម្នាក់មានគំនិតខុសគ្នាអំពីរបៀបធ្វើវាជ្រូកតូចដំបូងប្រញាប់ប្រញោលលេងដូច្នេះគាត់ក៏សង់ផ្ទះពីចម្បាំងយ៉ាងលឿននេះនឹងងាយស្រួលនឹងលឿនគាត់និយាយថាប្រមូលចម្បាំងដាក់ក្នុងខ្ទមតូចមួយជ្រូកតូចទី2ចង់បានអ្វីដែលខ្លាំងជាងប៉ុន្តែគាត់មិនចង់ធ្វើការខ្លាំងពេកទេគាត់បានសង់ផ្ទះពីឈើហើយនិយាយដោយមោទនភាពថានេះនឹងល្អគ្រប់គ្រាន់ទោះយ៉ាងណាក៏ដោយជ្រូកតូចទី3គឺឆ្លាតជាងគេគាត់បានធ្វើការយ៉ាងយកចិត្តទុកដាក់និងបានសាងសង់ផ្ទះរបស់គាត់ពីឥដ្ឋយ៉ាងប្រុងប្រយ័ត្នគុកផ្ទះនេះនឹងការពារខ្ញុំពីអ្វីទាំងអស់គាត់និយាយទាំងជូតញើសចេញពីចិញ្ចើមមិនយូរប៉ុន្មានឆ្កែចោកដ៏អាក្រក់មួយក្បាលបានមកហិតក្លិនពេញតំបន់នោះគាត់ឃ្លានហើយបានប្រទះឃើញជ្រូកតូចនៅក្នុងផ្ទះរបស់ពួកគេដំបូងគាត់បានទៅផ្ទះចម្បាំងគាត់បានគោះទ្វារហើយនិយាយថាជ្រូកតូចឲ្យខ្ញុំចូលមកប៉ុន្តែជ្រូកទី1បានស្រែកឡើងថាមិនមែនដោយសក់ចង្ការរបស់ខ្ញុំទេអញ្ចឹងខ្ញុំនឹងហុយហើយខ្ញុំនឹងហុយហើយខ្ញុំនឹងផ្លុំផ្ទះអ្នកចូលទៅឆ្កែចោកបានស្រែកឡើងហើយដោយដង្ហើមដ៏ខ្លាំងអូហូផ្ទះចម្បាំងបានផ្ទុះឡើងជ្រូកតូចដំបូងបានរត់យ៉ាងលឿនតាមដែលអាចធ្វើបានទៅផ្ទះបងប្រុសរបស់គាត់ឆ្កែចោកដើរតាមហើយគូសផ្ទះឈើជ្រូកតូចឲ្យខ្ញុំចូលមកប៉ុន្តែជ្រូក2ក្បាលបានស្រែកថាលោកមិនមែនដោយរោមចង្ការរបស់យើងទេអញ្ចឹងខ្ញុំនឹងហុយហើយខ្ញុំនឹងហុយហើយខ្ញុំនឹងផ្លុំផ្ទះអ្នកចូលទៅឆ្កែចោកដល់ដង្ហើមធំអូហូហើយផ្ទះឈើក៏ធ្លាក់ចុះមកជ្រូកតូច2ក្បាលបានស្រែករត់ទៅផ្ទះឥដ្ឋរបស់បងប្រុសឆ្កែចោកឥឡូវឃ្លានខ្លាំងក៏ស្ទុះទៅផ្ទះឥដ្ឋហើយគូសខ្លាំងជ្រូកតូចឲ្យខ្ញុំចូលមកប៉ុន្តែជ្រូក3ក្បាលស្រែកថាលើមិនមែនសក់ត្រង់ចង្ការរបស់យើងទេអញ្ចឹងខ្ញុំនឹងហុយហើយខ្ញុំនឹងហុយហើយខ្ញុំនឹងផ្លុំផ្ទះអ្នកចូលទៅឆ្កែចុកញាប់ញ័រអូហូប៉ុន្តែផ្ទះឥដ្ឋមិនរើទេគាត់បានព្យាយាមម្ដងទៀតអូហូប៉ុន្តែវាខ្លាំងពេកដោយមានការខកចិត្តចុកមានគំនិតមួយគាត់បានឡើងទៅលើដំបូលហើយនិយាយថាខ្ញុំនឹងចុះពីបំពង់ផ្សែងជំនួសវិញប៉ុន្តែជ្រូកទី3ឆ្លាតបានត្រៀមរួចរាល់គាត់បានដុតឆ្នាំងទឹកធំមួយយ៉ាងលឿនក្នុងចាំងភ្លើងនៅពេលដែលឆ្កែចោកបានរអិលចុះក្រោមបំពង់ផ្សែងផ្ទះកំភ្លៀងគាត់បានចុះចប់ភ្លាមនៅក្នុងសក្តានុពលយោគាត់ស្រែកត្រហោយលោតចេញរត់ចូលព្រៃលែងរំខានជ្រូកទៀតហើយកូនជ្រូកតូចទាំង3បានត្រេកអរសុវត្ថិភាពនិងសម្លេងជ្រូក2ក្បាលដំបូងបានរៀនមេរៀនរបស់ពួកគេការខិតខំប្រឹងប្រែងនិងការជ្រើសរើសដ៏ឆ្លាតវៃតែងតែផ្ដល់ផលចំណេញចាប់ពីថ្ងៃនោះមកពួកគេទាំងអស់គ្នារស់នៅយ៉ាងមានសុភមង្គលក្នុងផ្ទះឥដ្ឋដ៏រឹងមាំ